លោករតនៈគឺជាប្តីរបស់នាងចំណែកកូននេះហើយគឺជាកូនមកកើតរបស់គេណាកូនណាចឹងមិនន័យថាលោកអបជាពុកមិនខុសរបស់ខ្ញុំកូនស្រីមេឪពុកកូនស្រីមេឪពុកពុទ្ធោខ្ញុំបានជួបកូនរបស់ខ្ញុំហើយទេវតាលោកអើយកូនស្រីរបស់ខ្ញុំធំហើយខ្ញុំបានជួបឪពុកបង្កើតរបស់ខ្ញុំហើយកូនស្រីមេឪពុកចុយណាម្ដាយរបស់កូននៅណាលោកប្រុសប្រពន្ធខ្ញុំនៅណាប្រពន្ធខ្ញុំនៅណាលោករតនៈគួរឲ្យសោកស្ដាយផងទៅចោះដល់លោកណាប្រពន្ធរបស់លោកឆ្លងទន្លេមកបានតែ3ថ្ងៃទេនាងត្រូវតែខ្ជាប់ស្លាប់នៅក្នុងវិមានរបស់យើងទៅហើយធ្វើម៉េចចិនានាងស្លាប់ហើយចិនាស្លាប់ចោលមកហើយចិនាទេវតាលោកអើយបងបានជួបកូនរបស់យើងហើយពុកអើយហើយមិនបានជើងទៅចោលមកយ៉ាងនេះអូនមកគាត់ស្លាប់ចោលយើងហើយពុកអើយបងកូនស្រីមើលពុកអើយពុកសោកស្ដាយណាស់ស្រីមេឪពុកកាសពិតកំហុសគ្រប់យ៉ាងដោយសារតែពុកទើបធ្វើឲ្យម្ដាយរបស់កូនត្រូវស្លាប់ចោលគ្រប់កូនធ្វើឲ្យកូនលំបាកវេទនាលោកម្ចាស់រឿងរ៉ាវដែលបានកើតឡើងគ្រប់យ៉ាងហេតុអីក៏ទ្រង់តែរឿងបែបនេះបុណ្យបារមីដែលខំកសាងទាំងប៉ុន្មានមកត្រូវរលាយសាបសូន្យអស់មួយប្រព្រឹត្តព្រែកព្រះអង្គមហេសីរាជបុត្រាពុត្រីគូនសម្លាញ់បិតាកូននៅឯណាកូននៅឯណាអរគុណចា៎តាំងស្មារតីឡើយទ្រង់តាំងស្មារតីព្រះអង្គមានក្តីអើយមេដា
មានត្រាប្រណីព្រះហេតុអីក៏ព្រះអង្គចាស់សម្រាប់ខ្លួនឯងយ៉ាងហ្នឹងស្លាប់កុំខុសហើយទៅកុំខុសហើយទៅមកកុំដឹកខុសហើយបងស្លាប់ទៅអ្វីក៏វាល្អហើយ ម្ចាស់បង កាន់របស់បងទេអូន របស់ទ្រង់ព្រះអង្គយ៉ាងបាច់ចាស់សម្រាប់ខ្លួនឯងធ្វើអីចាស់បងគ្រប់យ៉ាងវាជាកម្មពីរបស់បងទេ តែបើកាលណារឿងអស់ទាំងនេះទីតានាងបានដឹងនាងច្បាស់ជាអត់សពុនចិត្តចំពោះខ្ញុំចាស់ជាមិនខានមកខ្ញុំគិតយ៉ាងដូចម្ដេចទៅទេបដាលោកអើយ
អារម្មណ៍របស់ខ្ញុំមិនស្ងប់តតែសោះខ្ញុំសង្ឃឹមថាថ្ងៃមុខថ្ងៃក្រោយអ្វីត្បិតតែយើងទាំងពីរនាក់មិនបានរៀបការជាមួយនឹងគ្នាតែបងចាត់ទុកអូនដូចជាកន្សែងសារពេចរបស់បងទៅហើយគ្រាន់តែឃ្លាតឆ្ងាយតែមួយថ្ងៃគត់ធ្វើឲ្យបងមានការនឹករលឹកចំពោះអូនខ្លាំងណាស់ធីតាអូនយើងគិតខ្លាយទៅជាគូស្វាមីភក្តិជាមួយនឹងគ្នាហើយខ្ញុំធ្វើដំណើរមិនតដល់វិមានរបស់ខ្ញុំទេ